បើសិនជាបងប្អូនមិនបានយកចិត្តទុកដាក់ទៅលើចំណីអាហារដែលបងប្អូនញ៉ាំចូលជាប្រចាំហ្នឹងទេឱកាសនៃការកើតជំងឺទឹកនោមផ្អែមគឺមានខ្ពស់មែនទែនបងប្អូនដឹងហើយភាគច្រើនមនុស្សដែលកើតជំងឺទឹកនោមផ្អែមឬក៏ជំងឺផ្សេងៗភាគច្រើនគឺកើតចេញពីមាត់ដែលយើងញ៉ាំចូលជាប្រចាំហ្នឹងឯងបងប្អូនភាគច្រើនយើងតែងតែគិតថាឲ្យតែបងប្អូនញ៉ាំផ្អែមមិនថាភេសជ្ជៈគ្រឿងកំប៉ុងឬក៏ចំណីអាហារដែលផ្អែមដឹងតែកើតជាតិស្ករឬក៏មានជំងឺទឹកនោមផ្អែមប៉ុន្តែអ្វីដែលមួយទៀតដែលធ្វើឲ្យបងប្អូនឡើងជាតិស្ករឬក៏បញ្ហា A1C បងប្អូនឡើងខ្ពស់ខ្លាំងគឺតកតងជាមួយនឹងអាហារដែលសម្បូរទៅដោយជាតិម្សៅឬគេហៅថាកាបូនអ៊ីដ្រាតជាទូទៅបងប្អូនសង្កេតឃើញមនុស្សយើងនាពេលបច្ចុប្បន្ននេះទទួលទាននៅប្រភេទអាហារម្សៅគឺច្រើនមែនតើមិនថាបាយមីគុយទាវនំប៉័ងគឺពួកគាត់ញ៉ាំជាប្រចាំហើយញ៉ាំច្រើនទៀតកម្រិតមួយដែលគេហៅថា A1C យើងចាប់ផ្ដើមមានបញ្ហាប្រព័ន្ធអាំងស៊ូលីនបងប្អូនធ្វើការខុសប្រក្រតីបងប្អូនដឹងហើយប្រភេទអាហារកាបូនអ៊ីដ្រាតតែកាលណាបងប្អូនញ៉ាំចូលជាប្រចាំឬក៏ញ៉ាំច្រើនលើសលប់ប្រព័ន្ធអាំងស៊ូលីនបងប្អូនធ្វើការខុសប្រក្រតីហើយជាតិស្ករបងប្អូនចាប់ផ្ដើមហក់លោតឡើងខ្ពស់ជាពិសេសពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហា HbA1c ឡើងខ្ពស់ហ្នឹងព្យាយាមកាត់បន្ថយនៅប្រភេទអាហារម្សៅទាំងអស់ហ្នឹងហើយអ្វីដែលពុកម៉ែបងប្អូនទាំងគ្នាគួរតែបន្ថែមចូលទៅក្នុងរាងកាយគឺប្រភេទទី1ប្រព័ន្ធជាមួយនឹងអាហារប្រូតេអ៊ីនដែលវាមាននៅក្នុងពពុះសាច់សត្វមាននៅក្នុងពពុះសុទ្ធមាន់សុទ្ធទាយហ្នឹងបងប្អូនព្យាយាមញ៉ាំប្រភេទអាហារទាំងអស់ហ្នឹងចូលទី2បងប្អូនគួរតែបន្ថែមនៅប្រភេទអាហារកាកសរសៃ fiber ព្រោះអាហារកាកសរសៃ fiber ពេលណាដែលបងប្អូនញ៉ាំមុនចំណីអាហារដែលបងប្អូនញ៉ាំចូលគឺវាជួយចាប់វាជួយទប់ជាតិស្ករបងប្អូនគឺបានល្អខ្លាំងមែនទែនបច្ចុប្បន្ននេះគឺគេឲ្យលេខ1ទៅលើប្រភេទអាហារកាកសរសៃដែលវាជួយសុខភាពទូទៅជាពិសេសបងប្អូនដែលកំពុងតែមានបញ្ហាទឹកនោមផ្អែមស្រាប់គួរតែបន្ថែមនៅអាហារកាកសរសៃចូលទៅក្នុងរាងកាយនឹងឲ្យបានច្រើនហើយទី3ដែលបងប្អូនគួរតែបន្ថែមចូលទៅក្នុងរាងកាយគឺជាប្រភេទអាហារឬក៏ប្រភេទបន្លែផ្លែឈើណាដែលសម្បូរទៅដោយ omega 3 omega 3គឺជាប្រភេទខ្លាញ់ល្អដែលវាមាននៅក្នុងផ្លែបឺរមាននៅក្នុងប្រេងអូលីវនៅក្នុងគ្រាប់ធញ្ញជាតិនឹងឯងបើសិនជាបងប្អូនកំពុងតែមានបញ្ហា A1C កំពុងតែមានបញ្ហាជំងឺទឹកនោមផ្អែមស្រាប់ព្យាយាមបន្ថែមនៅអ្វីដែលរូបសម្បត្តិបានចែកម្លែកពីខាងដើមហើយកាត់បន្ថយរឿងពីរដែលធំហ្នឹងរឿងទី1ប្រព័ន្ធជាមួយនឹងការដែលបងប្អូនកាត់បន្ថយភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមហើយរឿងទី2ដែលសំខាន់ហើយចាំបាច់គឺកាត់បន្ថយនៅប្រភេទអាហារម្សៅ